មុនពេលចេញទៅធ្វើសង្គ្រាមមេតបម្នាក់បានសម្លាប់ជាមួយក្បាលស្ងោរធ្វើជាស៊ុបដើម្បីលើកទឹកចិត្តកងទ័ពទាំងមូលក្នុងជំរំទាហានគ្រប់គ្នាម្នាក់សុទ្ធតែទទួលបានចំណែកសាច់ឈាមក្តៅមួយចានគ្រប់គ្នាមានតែអ្នកបរទេសសង្គ្រាមរបស់មេតបប៉ុណ្ណោះដែលត្រូវបានបំភ្លេចចោលអ្នកបើករទេះមានអារម្មណ៍ខកចិត្តនិងខឹងជាខ្លាំងប៉ុន្តែគាត់មិនបាននិយាយអ្វីទាំងអស់គាត់គ្រាន់តែដឹកសេះទៅចងខ្សែសេះឲ្យស្រួលហើយឈរនៅកន្លែងរបស់គាត់យ៉ាងស្ងៀមស្ងាត់ថ្ងៃបន្ទាប់កងទ័ពទាំងអស់ចូលប្រយុទ្ធអ្នកបរទេសបានបរទេសនាំមេតបរត់នៅជួរមុខបំផុតនៃកងទ័ពចូលទៅប្រយុទ្ធប៉ុន្តែពេលដែលកងទ័ពទាំងពីរជិតប៉ះទង្គិចគ្នាអ្នកបរទេសក៏បង្វិលទិសដៅភ្លាមនាំមេតបម្នាក់នោះបើកចូលទៅក្នុងជួរទ័ពសត្រូវមេតបម្នាក់នោះប្រតិកម្មមិនទាន់ក៏ត្រូវបានសត្រូវចាប់ខ្លួនបានភ្លាមពេលមេតបត្រូវចាប់កងទ័ពទាំងអស់ចាប់ផ្ដើមបាត់បង់ទឹកចិត្តក្នុងការប្រយុទ្ធភាពរញ្ជួយបានកើតឡើងហើយកងទ័ពទាំងមូលត្រូវបានបាក់បែកនិងចុះចាញ់ក្នុងពេលខ្លីមេតបគិតថាអ្នកកំណត់ជ័យជំនះគឺជាកម្លាំងកងទ័ពដ៏ធំធេងរបស់ខ្លួនប៉ុន្តែគាត់នឹងស្មានមិនដល់ទេថាអ្វីដែលបំលែងលទ្ធផលសង្គ្រាមទាំងមូលគឺគ្រាន់តែជាអ្នកបរទេសតូចតាចម្នាក់ដែលត្រូវបានមើលរំលងក្នុងចិត្តវិទ្យាគេហៅថា relative deprivation effect កុំមើលស្រាលមនុស្សណាម្នាក់ក៏កុំមើលរំលងអារម្មណ៍ឈឺចាប់របស់អ្នកដទៃផងដែរមនុស្សដែលមើលទៅធម្មតាបំផុតតែក៏អាចជាមនុស្សសំខាន់បំផុតក្នុងការប្រែប្រួលជោគជ័យឬបរាជ័យរបស់រឿងទាំងមូលបានការគោរពមនុស្សគ្រប់រូបវាមិនមែនគ្រាន់ជាការប្រកាន់យកគុណធម៌តែប៉ុណ្ណោះទេប៉ុន្តែវាក៏អាចជាការកសាងផ្លូវទៅកាន់ជោគជ័យសម្រាប់ខ្លួនអ្នកផងដែរ